បាទជំរាបសួរបងប្អូនដែលកំពុងតែពិចារណារក្របពូជឥឡឹកលឿងយកទៅដាំណាបងប្អូនបាទខ្ញុំសូមណែនាំនៅផលិតផលរបស់តៃវ៉ាន់មួយនេះបាទប្រភេទពូជឥឡឹកលឿងពិសេសមួយសម្រាប់ខ្ញុំហៅថាពិសេសដោយសារតែផ្លែហ្នឹងគឺឆ្ងាញ់ណាបងប្អូនបាទអាសាច់នេះបងប្អូនបាទសាច់វាហាប់វាណែនវាអត់ប្រហោងកដាលណាបងប្អូនហើយផ្លែវាពណ៌សម្បុររាងកម្ៅហើយអាឡូងបែបហ្នឹងបាទហើយសម្រាប់ទម្ងន់បាទទម្ងន់ចាប់ពី3គីឡូទៅដល់5គីឡូក្នុងមួយផ្លែបងប្អូនបាទនេះផលិតផលរបស់តៃវ៉ាន់បងប្អូនបាទបើនិយាយពីរឿងអត្រាដំណោះល្អណាបងប្អូនបាទអត្រាដំណោះល្អភាពសុទ្ធបាទសឹងថាដាក់មួយគ្រាប់ដោះមួយគ្រាប់បងប្អូនបើសិនជាបងប្អូនដាំនៅក្នុងអណ្ដៅមានន័យថាយើងអត់បដោះក្នុងត្រេដាក់ក្នុងអណ្ដៅវាដាក់តែមួយគ្រាប់បានហើយបងប្អូនព្រោះមួយគ្រាប់ដោះតែម្ដងបងប្អូនបាទបងប្អូនខ្លះដាក់2គ្រាប់ដោយសារតែខ្លាចអត់ដោះមួយអញ្ចឹងណាប៉ុន្តែសម្រាប់គ្រាប់ពូជប្រភេទ Non U នេះបាទដែលមានរូបបែបនេះហើយផលិតផលតៃវ៉ាន់នេះគឺដាក់មួយដោះមួយបងប្អូនបាទហើយរយៈពេលត្រឹមតែ50ជាងថ្ងៃបងប្អូនបាទបានប្រមូលផលហើយអញ្ចឹងបើបងប្អូនកំពុងតែពិចារណារកគ្រាប់ពូជឥឡឹកលឿងយកទៅដាំនៅក្នុងរដូវកាលនេះក្នុងខែ12 1 2 3 4ហ្នឹងបាទគឺពិចារណាយកពូជឥឡឹកនេះបងប្អូនបាទយកទៅដាំបាទអត់ខកបំណងទេបងប្អូនបាទព្រោះការដែលនិយាយបែបនេះបានគឺធ្លាប់ដាំមានបទពិសោធន៍ដាំបាទធ្លាប់លក់ធ្លាប់ហូបបងប្អូនបាទអរគុណបងប្អូនបាទជំរាបលា